Hello ពូក្តីអ្នកទាំងអស់គ្នាជួបជាមួយខ្ញុំបាទនេះតឡងដល់គេហើយបាទថ្ងៃនេះគឺខ្ញុំមកលេងប្លុកគ្រូទៀតហើយគឺនៅអេពីសូតទី16បាទថ្ងៃទៅនេះគឺខ្ញុំបានធ្វើដំណើរមកដល់កោះថ្មីហើយនេះគឺកោះមួយហ្នឹងបាទខ្ញុំធ្វើដំណើរម្ដងបាទហើយខ្ញុំធ្វើដំណើរតាមទិសដៅនេះបាទហើយធ្វើដំណើរម្ដងហើយកោះហ្នឹងគឺយើងអាចធ្វើដំណើរមកដល់បាននៅពេលដែលយើងល្វែ250គឺយើងនឹងធ្វើដំណើរមកដល់កោះហ្នឹងហើយបាទតែវាចង្រៃអីបាទគឺខ្ញុំពេលកំពុងហ្វាមហ្នឹងគឺខ្ញុំភ្លេច record បាទវាឃើញល្បែងខ្ញុំលើអត់200ឡើង275ខ្ញុំភ្លេច record បាទពេលធ្វើដំណើរហ្នឹងហ្វាមហ្នឹងអីហ្នឹងបាទចង្រៃជួយយកអើយតែឥឡូវកុំឲ្យពីម៉ោងច្រើនយើងធ្វើការហ្វាមល្បែទៅបាទតែយើងធ្វើការណា mission ហើយបាទតែ mission ខ្ញុំគេឲ្យទៅវាយអាកូនចៅល្បែ275នេះបាទតែខ្ញុំអត់ទៅវាយទេបាទតែថាជ្រុលទៅវាយអាកូនចៅកន្លែងហ្នឹងវាបាក់បាំពេកទៅបាក់មកចឹងខ្ញុំធ្វើការហ្វាមមកកន្លែងនេះទៅវាគ្រូបាំវិញបាទខ្ញុំធ្វើការប្រមូលកូនចៅទាំងអស់មកពីទេឬវាយប្រុសតែម្ដងហ្វាមបាទនេះគឺលឿនជាងបាទបើសិនជាអ្នកទាំងអស់គ្នាហ្វាមកូនចៅមួយមិនដឹងឆ្នាំណាឲ្យទេបាទពេលយកជើងឬក៏ដៃទៅវាយវាទៅបាទចូលពូវាយគឺវាធ្វើជូនទៅបាទល្អចូលជើងដៃទៅដឹកកាក់ពេលហើយយើងវាយវាយូរទៅគឺយើងនឹងឡើងពេញខ្លួនព្រោះយើងវាយដាក់ទៅកាន់ខ្លាំងណាស់តែឥឡូវយើងគឺយើងគឺចិត្តពេញខ្លួនហើយខ្វះតែដៃមកអញ្ចឹងគឺវាពេញបាត់ហើយបាទហើយអ្នកខ្លះវិញគឺលេងបោះគ្រូអត់ដែរយកដៃក្បាលអីចំវាយពួកកូនចៅហ្នឹងទេបាទទាំងតែយកវាយទេដោយសារអំណាចវិញទេគឺយើងហើយផ្លេចចិត្តឡាយមកប្រកាសវីដេអូធ្វើការទូប្រព័ន្ធតែម្ដងមកពេញទៅហើយខ្លាំងមែនតើបាទតែកាក់អាប់ទៅបាទហើយយើងពីណាគេមកញ៉ៃហើយយើងបាទប្រអងអ្នកនេះបាទមិនដឹងទេដល់ស្គាល់ផងហើយខ្ញុំធ្វើការតែដាក់ mission ផងទៅវិញទេបាទបែតទៀតហើយយើងការអាប់ទៅលើដៃអូគាត់ជើងរបស់យើងឲ្យវាយកាន់តែជួយយើងទៅបានដើម្បីឆាប់ចាក់ចេញពីកោះមកលឿនទៅបាទកោះនោះវាអត់មានអីធ្វើទេមានតែមកហ្វាមកូនចៅហ្នឹងបាទវាអត់មានរបស់អីយកទេកោះហ្នឹងអញ្ចឹងដឹងអត់ធ្វើស្អីទេហើយខ្ញុំនឹងប្រហែលទៅធ្វើក្រខ្ញុំនឹងទៅយកដៃថ្មីពីដៃពីកលីបាទដៃបាត់គុណអគិសនីបាទហើយងាយយល់បាទបាច់គុណអគិសនីហ្នឹងវារៀងថ្លៃដែរបាទមិនថ្លៃប្រហែលទេតែនឹងថ្លៃ
hay 5-6 ខែនេះចឹងមកហើយបានតែគ្នានេះគឺហើយបើយើងលេងប្លុកព្រូតយើងកុំស្អីចាប់ព្រូតពេកបាទខ្ញុំបាច់ចាប់ទៅតែល្អខ្ញុំឲ្យលុយតាំងមកយើងតែខ្ញុំអត់ចាប់ព្រូតទេខ្ញុំមិនបានចាប់ព្រូតវាជឿទៅចាប់ទេបាទដើម្បីទុកលុយឲ្យច្រើនចាប់ហើយយើងទុកលុយទិញរបស់ចិនដៅអីទៅវាអាចជាទៅចាប់ព្រូតបាទតែថាព្រូតយើងចាប់បានសំណាងល្អទេមើលគេជួយឃើញគេចាប់បានពីប៉ុណ្ណេះលៀងខាតអីហ្នឹងអាហ្នឹងគេសំណាងចំណុចយើងសំណាងអញ្ចឹងយើងទៅចាប់តាមគេគឺខាតខ្លាំងតែអញ្ចឹងយើងមិនបាច់ចាប់ព្រូទេវាគ្មានអីគួរឲ្យតចង់លេងទេបាទយើងនេះវិញគេទុកលុយដាវពីដៃទាំងអីទៅខ្ញុំចាប់ទេចាប់ដងចឹងខាត់ចឹងចាប់អីគឺខាត់ខ្លាំងមែនខ្ញុំគោដឹងខ្លួនមុនខ្ញុំឈប់ទៅចាប់ទេមកចាប់បានរយៈទៀតហើយអត់ព្រូតមិញហ្នឹងវាបានតែយកទៅPVP ទេហើយយើងអត់ទៅវាគោពិបាកដែរថាតែទៅវាមួយធំអាគេពីវាពេលឡើង100យើងណាយើងពេលណាទៅអង្គុយស្វាមទេចឹងយើងមិនបាច់ចាប់ព្រូតទេមិនថាលេងតាមខ្ញុំមិនបាច់ចាប់ព្រូតទេដឹងតែអមយើងទុកលុយទុកទៅទិញដាវនឹងរបស់វាហើយជាងបាទហើយបើអ្នកគ្នាចូលចិត្តវីដេអូរបស់ខ្ញុំកុំភ្លេច like និង subscribe គណៈមួយផងហើយដាក់ទាំងវីដេអូឲ្យដាក់គ្នាបាយទៅតែមកគឺចូលទៅតាមផងបាទហើយវីដេអូរបស់ខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេអត់ត្រូវមានអីច្រើនទេបាទហើយគឺជួបគ្នានៅវីដេអូក្រោយទៀតបាទវីដេអូក្រោយហ្នឹងខ្ញុំនឹងទៅយកដៃអេលិចត្រូបាទដៃអគ្គិសនីដែលហៅថាបាច់គុណអគ្គិសនីហ្នឹងបាទជួបគ្នានៅវីដេអូក្រោយបាយ